ជនសង្ស័យចំនួន257នាក់ត្រូវបានកម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនឆ្មក់ចូលបង្ក្រាបករណីរក្សាទុកជួញដូរចាត់ចែងសម្រួលឲ្យប្រើប្រាស់និងប្រើប្រាស់នៅសារធាតុញៀននៅក្លឹបមួយកន្លែងឈ្មោះ Cambodia Sky កម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៅម៉ោង 12:30 នាទីរំលងអាត្រាតឈានចូលថ្ងៃទី16 ខែតុលាឆ្នាំ2025នេះបានឆ្មក់ចូលបង្ក្រាបករណីរក្សាទុកជួញដូរចាត់ចែងសម្រួលឲ្យប្រើប្រាស់និងប្រើប្រាស់នៅសារធាតុញៀននៅក្នុងក្លឹបកម្សាន្តមួយកន្លែងឈ្មោះ Cambodia Sky ស្ថិតនៅចំណុចកោះពេជ្រសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញប្រតិបត្តិការនេះអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិនិងឯកឧត្តមសេនីយ៍ឯកប៊ុនប៉ាម៉ារីលុចអគ្គស្នងការរងទទួលដឹកនាំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននិងឯកឧត្តមសេនីយ៍ឯកព្រំសន្ធរអគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿងញៀននិងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯកខឹងសារ៉ាត់នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនការចូលបង្ក្រាបនេះកម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលមានការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញារងនៃអัยការអមសាលាដំបងរាជធានីភ្នំពេញលោកកឹមហុងសានដោយចាប់បានខ្លួនជនសង្ស័យចំនួន257នាក់ក្នុងនោះជនជាតិខ្មែរចំនួន62នាក់រួមមានបុគ្គលិកអនាម័យចុងភៅនិងជនជាតិចិនព្រមទាំងជនជាតិវៀតណាមចំនួន195នាក់ដោយចាប់បានយកវត្ថុតាងគ្រឿងញៀនមួយចំនួនធំឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀននិងទូរស័ព្ទដៃមួយចំនួនធំបច្ចុប្បន្នជនសង្ស័យទាំង257នាក់កំពុងត្រូវបានឃាត់ខ្លួននៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដើម្បីសួរនាំនិងអនុវត្តតាមនីតិវិធី